นี่ฮะแฟนๆរបស់កូនហ៊ីងឈូធីទាំងអស់គ្នាចុច like ចុច subscribe ចុចសញ្ញាកណ្ដឹង admin ដើម្បីមើលរឿងអ្នកបដាយរស់រវើកលោកប្តីរយរឿងចាប់ fan ជាទីស្រឡាញ់របស់ admin ថ្ងៃដែលចូលបន្ទប់ទឹកនេះក្មេង3នាក់ដែលមានអរិយាប័ត្រលៀងដៃដូចតែនឹងបរោះម្នាក់ដែលមានសាក់រូបខ្លានៅលើដៃហើយក៏ឆ្ងល់មិនក្មេងនឹង copy style ពីខ្លួនក្មេងថែពូនឹងឯង copy style ពីខ្ញុំហេតុអីពួកយើងមាន style ដូចគ្នាអញ្ចឹងកូននឹងក៏សង្ស័យថាទូប្រុសនឹងអាចជាឪពុករបស់ខ្លួនតែដឹងមើលទៅសង្ហាខ្លាំងណាស់គេចង់បានឪពុកដែលមានរូបរាងស្រស់សង្ហាដូចជាទូប្រុសរបស់យើងគេមកដល់វិញក៏បានប្រាប់ថាម៉ាក់ខ្ញុំបានឃើញបរិសម្នាក់មានសាក់រូបខ្លានៅលើដៃម៉ាក់ហើយគេមានតម្រង់ដូចកូនអញ្ចឹងគួរឲ្យស្រឡាញ់ខ្លាខ្ញុំចង់បានប៉ាដែលសង្ហាបែបហ្នឹងទូស្រីថាណែអត់មានថ្ងៃក្រោយតរត់ឆ្វេងឆ្វាយអញ្ចឹងបែបហ្នឹងទៀតទេណាម៉ាក់មិនចូលចិត្តទេហើយក៏វាគ្រោះថ្នាក់ណាស់ដែរកូនថាអត់ទេម៉ាក់កូនគ្រាន់តែចូលចិត្តគាត់ទៅតើហើយទូស្រីយើងគ្រាន់តែលើសាក់រូបខ្លាហ្នឹងគាត់នឹកឃើញប្រហែលជាឪពុករបស់ក្មេងតែដឹងព្រោះអាយុដែលគាត់បានខូចខ្លួនខូចប្រាណថ្ងៃនោះគឺបរិសម្នាក់ហ្នឹងគឺមានសាក់រូបខ្លានឹងឯងហើយថ្ងៃដែលទូស្រីយើងបានចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់ទូប្រុសដំបងក៏បានជួបជាមួយនឹងមិត្តចាស់អ្នកនរគ្នានាងមិត្តចាស់នេះណានិយាយថាមិនទេគឺអត់ចូលចិត្តទូស្រីរបស់យើងទេគ្រាន់តែឃើញមានចំនួននឹងគ្នាហើយទូប្រុសទូស្រីរបស់យើងគ្រាន់តែឃើញនឹងហាក់ដូចជាមាននិស្ស័យនឹងគ្នាអ្នកនរគ្នាអញ្ចឹងគឺទូស្រីរបស់យើងហ្នឹងគឺពេលហ្នឹងដូចដឹងស្រាប់ហើយអ្នកនរគ្នាថាគាត់បានមកក្លឹបនេះគាត់ក៏តាមរកទូប្រុសរបស់យើងហើយទូប្រុសយើងនេះគាត់ក៏មកលេងក្លឹបដោយសារមិត្តរួមអាជីពរបស់ទូស្រីមិត្តចាស់នាងស៊ីរូនេះណាអញ្ចឹងនាងស៊ីរូនេះដល់គ្នាវាមកហៅទូស្រីមកថាចេះអ្នកថ្មីចូលមកត្រូវតប៉ាវអ្នកចាស់ហូបអីចឹងហើយប៉ាវអ្នកដល់គ្នាវាមានចេតនាធ្វើបាបទូស្រីរបស់យើងហូបអស់ឡើង 80000 ទូស្រីយើងមានលុយណាទូស្រីយើងអត់ចេញលុយហើយក៏កិច្ចមកទប់ទឹកកិច្ចមកផុតហ្មងចៃដន្យទូប្រុសយើងគេជួបជុំគ្នាក៏លេងភ្នាល់ពាក់មុខទូស្រីយើងឃើញគាត់ចាំបានប្រុសពាក់មុខមានសាក់រូបខ្លាលើដៃទូស្រីថាចេះលោកត្រូវទទួលខុសត្រូវលើជីវិតរបស់ខ្ញុំណាដោយសារតែលោកទើបធ្វើឲ្យជីវិតរបស់ខ្ញុំត្រូវជាបែបនេះលោកត្រូវតែសងការខូចខាតទូស្រីយើងទួយគេ800,000តាមពិតក្នុងចិត្តគិតថា800,000នឹងគ្រប់ថ្លៃសាលារបស់កូនហើយកូន4នាក់ហ្នឹងអញ្ចឹងទូប្រុសរបស់យើងគាត់ថាគាត់អត់មានលុយទេអញ្ចឹងគឺទូស្រីយើងឲ្យទូប្រុសយើងធ្វើការអីក៏បានត្រូវតែសងគាត់បានគាត់មានផែនការអាក្រក់លើទូប្រុសរួចស្រេចទេអ្នកនរគ្នាហើយទៅដល់ក្រុមហ៊ុនវិញទូស្រីយើងជាមួយនឹងនាងស៊ីរូនឹងឆ្លុះគ្នារឿងចេញលុយទូស្រីថាស្អីហៅខ្លួនឯងស៊ីខ្លួនឯងអីខ្លួនឯងមកឲ្យខ្ញុំចេញលុយវាមានច្បាប់នឹងតាំងពីកាលណាមកខ្ញុំមិនមែនមនុស្សឈួតទេខ្ញុំមិនមែនភ្លើទេដែលត្រូវមកចេញលុយឲ្យអ្នកណាទេហើយទូស្រីយើងត្រូវបានទូប្រុសយើងឡើងឋានៈឲ្យទៀតហើយអ្នកនរគ្នាប្រាក់ខែគាត់ច្រើនទេណាហើយមនុស្សទូស្រីលុបលុនលុយអ្នកនរគ្នាគាត់មិនមែនជាមនុស្សស្រីមុខលុយទេប៉ុន្តែគាត់មានបន្ទុកគាត់មានកូនច្រើនណាត្រូវចិញ្ចឹមអញ្ចឹងគាត់ត្រូវការលុយច្រើនណាបងថ្លៃសាលាកូនរបស់គាត់ហើយទូប្រុសយើងគាត់បានជួបជាមួយកូនតញយហើយដោយថាគាត់អត់ដឹងថាជាកូនរបស់គាត់ទេតែគាត់គ្រាន់តែថាមាននិស្ស័យជាមួយហើយកូននឹងវិញអ្នកនរគ្នាជួបទូប្រុសយើងគឺដាក់លក្ខខណ្ឌណាចង់ឲ្យទូប្រុសយើងធ្វើជាប៉ារបស់ខ្លួនអញ្ចឹងទៅពេលហ្នឹងកូនហ្នឹងគឺបានមករកទូស្រីយើងដល់ក្រុមហ៊ុនហើយទូប្រុសរបស់យើងបានឃើញហើយទូប្រុសរបស់យើងវិញអ្នកនរគ្នាពេលហ្នឹងគឺទូស្រីយើងណាត់ទៅជួបនៅបារគាត់មានវិធីសាស្ត្រឲ្យទូប្រុសរលុយឲ្យទូប្រុសរបស់យើងហ្នឹងគឺទៅកំដរយាយចាស់អ្នកនរគ្នាទូប្រុសថាឈួតទេអីនាងយកខ្ញុំទៅកំដរក្រែងអាជីពយើងជាអ្នករស់ស៊ីមុខរបស់ហ្នឹងឥឡូវជាឱកាសខ្ញុំរលុយឲ្យលោកគ្រាន់តែទៅទទួលភ្ញៀវទៅបានលុយមកខ្ញុំនឹងកាត់កងនៅអ្វីដែលលោកត្រូវសងថ្លៃខូចខាតឲ្យខ្ញុំស្រីចំណាស់ទាំងអស់នោះឃើញប្រុសក្មេងសង្ហាអ្នកនរគ្នាទទួលស្គាល់ថាគាត់កំពុងតែពឹសកពុះកញ្ជ្រោលហើយវល់ដូចអាចចូលឈ្នៀងចឹងឯងអោបផងរឹតផងទូស្រីរបស់យើងគាត់សប្បាយគាត់សប្បាយចាយលុយអ្នកនរគ្នាតែទូប្រុសយើងបានយវាយយាយនឹងឲ្យស្លាប់ហើយពេលហ្នឹងទូស្រីយើងគាត់ក៏បានផឹកកំដរចឹងទៅផឹកចុះផឹកឡើងអាយាយនឹងស្លាប់បាត់អ្នកដែលស្វឹងពិតប្រកបគឺជាទូស្រីដល់អញ្ចឹងទៅទូស្រីយើងគាត់ក៏បានចាប់រំលោភទូប្រុសរបស់យើងទៀតនៅក្នុងរាត្រីហ្នឹងខាងប្រុសគេរើខ្លួនចេញហើយតែខាងស្រីនឹងឲ្យតោងគេឡើងជាប់ដល់ខាងប្រុសនឹងទ្រាំមិនបាននឹកឃើញតែអីយកគាត់មកលក់មែនទេឥឡូវនេះគាត់ចាត់ការតែម្ដងទៅក្រោកឡើងនឹកឃើញថាងាប់អញហើយអើយអវៈមុនមិនទាន់ដោះស្រាយចប់ហើយឥឡូវមកមានអវៈថ្មីទៀតទូស្រីយើងណាមកដល់ក្រុមហ៊ុនពោពេញទៅដោយភាពមូម៉ៅក្តៅក្រហាយខឹងថាខ្លួនឯងគូណាត្រូវតែធ្លាក់ខ្លួនទៅដេកជាមួយគេទៀតសោះនេះកំពុងតែទៀមទាផ្លូវរកច្រកចេញហើយឥឡូវចេញមិនរួចហើយដល់តួប្រុសរបស់យើងវិញអ្នកនរគ្នាពេលហ្នឹងគាត់ក៏មានអារម្មណ៍ថាអស់សំណើចនឹងទូស្រីដែរមកដល់ក្រុមហ៊ុនអ្នកនរគ្នាទូប្រុសយើងក៏រកឃើញណាថាទូស្រីរបស់យើងគឺជាស្ត្រីដែលមានកូន4នាក់ហើយគាត់កំពុងសង្ស័យថាកូននឹងជាកូនរបស់គាត់ដែរឬក៏អត់ហើយមកជួបជាមួយអ្នកស្រីលីអ្នកនរគ្នាដឹងមិនទេជួបទៅក៏ប៉ះចាំអតីតសង្សាររបស់ទូស្រីរបស់យើងគឺអាហ៊ូណាអ្នកនរគ្នាវាបោកទូស្រីហើយតបោកយកយាយលីនេះទៀតដល់ពេលចុងក្រោយនេះយាយលីនេះតាមតនថានឹងមានស្រីទៀតស្រីហ្នឹងគឺជាស្រីរបស់វាដែលក្បត់ទូស្រីយើងតាំងពីដំបូង
តែវាជាមនុស្សរស់ដោយសារស្រីអញ្ចឹងណាអញ្ចឹងវាតែងតែរកស្រីអ្នកមានដើម្បីបោកប្រាស់ហើយទូប្រុសរបស់យើងវិញអ្នកនរគ្នាគាត់ក៏បានជូនទូស្រីមកផ្ទះហើយដោយថាសកម្មភាពទូស្រីថ្ងៃនេះគឺល្អមែនតែនទូប្រុសឲ្យទូស្រីយើង 50,000 ទូស្រីថាងឲ្យខ្ញុំធ្វើអីណាជាថ្លៃការងារទូស្រីថ្ងៃនេះធ្វើបានល្អមែនតែនទូប្រុសរបស់យើងគាត់ក៏លងស្រឡាញ់ទូស្រីហើយអ្នកនរគ្នាស្រីឆ្នះណាគឺនិយាយទៅគឺរស់រវើកខ្លាំងមែនតែនមិនមែនរស់ធម្មតាអ្នកនរគ្នាល្មមត្រូវផ្ងាជើងនៃសារទៅទូស្រីយើងនឹងឯងដោយសារគាត់រស់រវើកជ្រុលអ្នកនរគ្នាដល់ពេលហើយអញ្ចឹងទៅទូស្រីរបស់យើងគាត់ទៅធ្វើការណាចៃដន្យអីតាមផ្លូវនេះក៏បានជួបជាមួយនឹងឡានរបស់នាងស៊ីរូអ្នកនរគ្នាវាបាក់ឡានគីលោកតារបស់តួប្រុសហើយចៃដន្យនេះទូស្រីរបស់យើងក៏ត្រូវរងគ្រោះដោយសារវាដែរពេលហ្នឹងទូស្រីយើងនាំលោកតាមកមន្ទីរពេទ្យហើយអូសក៏ទាំងនាងស៊ីរូមកជាមួយទៀតមិនឲ្យនាងស៊ីរូនឹងរួចខ្លួនបានទេអ្នកនរគ្នាណាចាត់ការតាមការគួរតែម្ដងដល់ទៅពេលលោកតាវិញអ្នកនរគ្នាគាត់មិនមែនពិការភ្នែកទេតែនាងស៊ីរូនឹងស្មានតែលោកតាពិការភ្នែកមើងងាយលោកតាហើយជេរប្រមាថលោកតាទៀតមិនតែប៉ុណ្ណោះអ្នកនរគ្នាទូស្រីយើងឲ្យបងលុយថ្លៃខូចខាតគឺវាអត់បងឯងវាមិនខ្វល់ដូចថាវាទុកជីវិតមនុស្សប្រៀបដូចជាលបាយលេងរបស់វាអញ្ចឹងណាវាអត់ខ្វល់ទេអ្នកណាធ្វើអីធ្វើទៅវាមិនខ្វល់អ្វីទាំងអស់ពេលហ្នឹងហើយទូប្រុសយើងមកដល់នាងស៊ីរូនឹងក៏បានធ្លាក់កំហុសឲ្យទូស្រីរបស់យើងគេស្មានតែលោកតាពិការភ្នែកអត់ដឹងរឿងដល់ឥឡូវនេះអ្នកនរគ្នាអើយគឺថាតួស្រីតួលោកតានឹងបានបកអក្រាតនាងស៊ីរូនឹងគឺត្រូវបានទូប្រុសយើងខឹងមែនតែនហើយគាត់ក៏បានបណ្ដេញចេញពីការងារទៅដល់ពេលកូនតួស្រីអ្នកនរគ្នាគាត់បានមករៀនណាពេលមករៀនអញ្ចឹងទៅក៏ត្រូវបានអ្នកនៅសាលានឹងគេសើចចំអកចុះក្មេងដែលអត់មានឪពុកអ្នកនរគ្នាគេសើចចំអកពេលហ្នឹងទូប្រុសរបស់យើងគាត់ឃើញគាត់ក៏បានជួយធ្វើជាឪពុករបស់ក្មេងអញ្ចឹងទៅគាត់ជួយអញ្ចឹងណាហើយតួស្រីរបស់យើងគាត់នឹងឃើញថាគាត់អត់ចង់រំខានទូប្រុសទេប៉ុន្តែដោយសារតែតួប្រុសរបស់យើងជួលឲ្យតួស្រីយើងធ្វើជាប្រពន្ធរបស់គាត់ដើម្បីបោកលោកតាអញ្ចឹងណាឲ្យលោកតាសប្បាយចិត្តព្រោះលោកតាតែងតែចង់មានចៅប្រសាចង់មានចៅទួតអីចឹងទៅដល់ពេលហើយលោកតាគាត់ក៏សុំទៅទូប្រុសយើងគាត់ក៏ព្យាយាមធ្វើអញ្ចឹងទៅហើយដល់ពេលហើយគាត់ថ្ងៃដែលគាត់នាំទូស្រីរបស់យើងមកជួបជាមួយលោកតានៅផ្ទះអ្នកនរគ្នាម៉ែទូប្រុសក៏នៅនឹងដែរហើយអញ្ចឹងទៅគឺទូស្រីយើងតែងខ្លួនជា Iron Man ជាមួយនឹងកូនមកជួបលោកតាអញ្ចឹងណាម៉ែក៏សួរថាអញ្ចឹងឯងប្រពន្ធឯងពិតមែនទេទូប្រុសថាស្រីដែលគាត់ស្រឡាញ់ហើយកូននឹងគឺជាកូនរបស់គាត់នឹងឯងគាត់កុហកទូម៉ែគាត់ទេតែធៀបពិតអ្នកនរគ្នាគឺកូននឹងគឺជាកូនរបស់ទូប្រុសមែននឹងឯងគាត់ទូប្រុសយើងអត់ដឹងហើយដល់ពេលហើយអ្នកនរគ្នាទូប្រុសរបស់យើងគាត់ក៏បានជួបជាមួយនឹងអ្នកចាស់ណាមិត្តចាស់របស់ទូស្រីឃើញទូស្រីគេសើចចំអកគេថាវាសនាទូស្រីយើងបានត្រឹមតែចុងភៅធម្មតាកប៉ែកប៉កនឹងឯងនិយាយទៅគឺស្រុកគេមើងងាយសមត្ថភាពហ្នឹងអ្នកនរគ្នាទោះបីជាអ្នកឯងជាចុងភៅប្រាក់ខែខ្ពស់ប៉ុណ្ណាក៏ដោយគឺគេតែងតែមិនឲ្យតម្លៃទេតើអ្នកនឹងចេញពីក្រុមហ៊ុនធំឬក៏មានអាជីវកម្មខ្លួនឯងបានគេឲ្យតម្លៃហើយទូប្រុសរបស់យើងអ្នកនរគ្នាគាត់មិនទៅបានបញ្ចេញសមត្ថភាពអីប្រាប់គេអញ្ចេះចុះអីឯណាហើយឥឡូវនេះគាត់នាំទូស្រីយើងមកចូលរួមកម្មវិធីធំជាមួយនឹងគាត់អញ្ចឹងណាកម្មវិធីនោះសិតតែអ្នកមានមុខមានមាត់សិតតែអ្នកមានអំណាចមានអីអញ្ចឹងទៅអ្នកនរគ្នាដល់ពេលហើយអញ្ចឹងទៅស្រាប់តែចង់និយាយថាមកដល់កន្លែងហ្នឹងហើយទូប្រុសរបស់យើងនេះគាត់ក៏ទូស្រីយើងសុំចេញទៅបន្ទប់ទឹកក៏បានលឺអ្នកនរគ្នាសម្ដីគេមើងងាយទូស្រីរបស់យើងចេះប៉ុន្តែទូស្រីយើងមិនសូវខ្វល់ទេមកពីកម្មវិធីវិញទូស្រីយើងអត់ស្រួលខ្លួនក៏ដួលស្លាប់កូននឹងក៏មិនដឹងតាក់តងតាណាក៏តាក់តងចំលេខបរោះបិទមុខដែលត្រូវជាប្តីនឹងឯងតែលេខហ្នឹងក៏ជាលេខរបស់ទូប្រុសលេខមួយណាក៏លេខរបស់ទូប្រុសយើងគាត់ក៏បានយកអាសាអញ្ចឹងទូស្រីសួរថាម៉េចបានកូនគាត់តាក់តងទៅទូប្រុសបានតាក់តងមិនបានមានលេខដល់ទៅពេលហើយទូប្រុសយើងឆែកទូរស័ព្ទបណ្ដឹងថាអានេះលេខមួយលេខសម្ងាត់របស់គាត់ដែលគាត់ឲ្យទូស្រីរបស់យើងគេអ្នករស់ស៊ីអ្នកនរគ្នាក្រុមហ៊ុនគេមានលេខគ្រួសារមានលេខក្រុមហ៊ុនអញ្ចឹងហើយគឺទូប្រុសរបស់យើងគឺឲ្យលេខគ្រួសាររបស់គាត់ទៅកាន់ទូស្រីតែគាត់លាក់បាំងមកឲ្យទូស្រីយើងដឹងទេថាគាត់ជាបរិបបិទមុខហើយថ្ងៃនេះទូស្រីរបស់យើងមកជួបអតិថិជនអ្នកនរគ្នាមកទៅជួបតែមិត្តចាស់នៅឯងហើយមិត្តចាស់របស់ទូស្រីនឹងគឺអ្នកណាក៏បានមើងងាយមើលសារលើទូស្រីរបស់យើងដែរគេទុកទូស្រីយើងដូចជាមនុស្សក្រីក្រមិនដឹងខ្យល់អីអ្នកនរគ្នាប៉ុន្តែទូស្រីយើងឆ្នះដែរអ្នកនរគ្នាពេលខ្លះត្រូវវាយគេវាយហ្មងណាអត់សូវទុកមុខឲ្យណាទេហើយដល់ពេលមកកម្មវិធីនេះណាក៏បានជួបជាមួយនឹងនាងសេនសៀននាងជើងល្អនេះមកហ្នឹងគេឌឺដងថាទូស្រីរបស់យើងគឺជាប្រភេទស្រីដែលមានកូនអត់ប្តីអញ្ចឹងណាគេធ្វើឲ្យមនុស្សនៅទីហ្នឹងគឺសើចចំអកទូស្រីរបស់យើងប៉ុន្តែដល់ទូស្រីរបស់យើងវិញអ្នកនរគ្នាក៏បានចង់និយាយថាក៏បានត្រឡប់មកវិញថានាងមានជំងឺកាមរោគខ្លួនឯងប្រុសស្រាកច្រើនមានជំងឺកាមរោគហេតុអីក៏មកសើចចំអកឲ្យអ្នកដតីអញ្ចឹងគេនិយាយអញ្ចឹងអ្នកនរគ្នា
ទូប្រុសរបស់យើងគាត់ក៏មកចូលរួមកម្មវិធីនឹងដូចគ្នាដែរអ្នកនរគ្នាមានអ្នកបន្លំឈ្មោះថាជាគាត់ចឹងណាជាពិសេសគឺអាមួយនេះគេថាគេជា CU ដែលជាអ្នកមានបំផុតតាមពិតអ្នកនរគ្នាគ្រាន់តែជាបុគ្គលបន្លំឈ្មោះតែប៉ុណ្្នឹងឯងដល់ពេលទូប្រុសយើងមកផ្ទាល់មានណារត់បាសជើងចងាងទូប្រុសយើងក៏ឲ្យគេចាប់ដាក់ទៅប៉ូលីសតែម្ដងទៅពេលហ្នឹងទូស្រីរបស់យើងគាត់ក៏ព្យាយាមតាក់ទងមកកាន់បរិបិទមុខឯទូប្រុសយើងគាត់ក៏លើកហើយគាត់ចាំមើលតែទូស្រីយើងធ្វើអ្វីទៀតអ្នកនរគ្នាដឹងមិនទេទូស្រីរបស់យើងណាគាត់កំពុងរែកចិត្តហើយរវាងប្រធានរបស់គាត់ហើយរវាងនឹងបរិបិទមុខតែគាត់ស្រឡាញ់អ្នកណាប៉ុន្តែឃើញថាបរិបិទមុខនេះគឺមិនដែលបានធ្វើល្អឲ្យដាក់គាត់ទេប៉ុន្តែលោកប្រធាននេះគឺធ្វើល្អដាក់គាត់ច្រើនមែនទែនហើយទូប្រុសរបស់យើងអ្នកនរគ្នាក៏រកឱកាសប្រាប់ទូស្រីតាមត្រង់ហើយគាត់អត់ចង់កុហកទូស្រីទៀតទេនៅពេលដែលគាត់រកឃើញថាមនុស្សស្រីដែលគាត់ស្រឡាញ់គឺជាទូស្រីអ្នកនរគ្នាអញ្ចឹងហើយគឺគាត់អត់ចង់កុហកអត់ចង់លាក់បាំងទេគាត់ចង់និយាយការពិតចឹងទៅដើម្បីឲ្យស្នេហារបស់គាត់វាទៅដោយស្របច្បាប់ចឹងណាដល់ពេលហើយអ្នកនរគ្នាគឺពេលហ្នឹងដែរទូស្រីរបស់យើងហ្នឹងគាត់អត់មានឱកាសបាននិយាយអត់មានឱកាសបានជួបហើយទូស្រីរបស់យើងត្រូវទៅចេះហែលទឹកទៀតដល់ពេលរៀនហែលទឹកដឹងរៀនជាមួយណាទូប្រុសរបស់យើងគាត់សន្យាថានឹងបរៀនទូស្រីរបស់យើងឲ្យរៀនហែលទឹកអ្នកនរគ្នាដោយសារអីគឺទូស្រីយើងពេលនេះដើរតួជាប្រពន្ធរបស់គាត់ចឹងណាគាត់ជួលទូស្រីមួយខែដល់តែ 50,000 អញ្ចឹងទៅក៏ទូស្រីរបស់យើងត្រូវរៀនជាមួយនឹងទូប្រុសអ្នកនរគ្នាពេលរៀនទៅឃើញថាកន្លែងខ្លះហ្នឹងគឺវាមានភាពបដំប្រសងគ្នាហើយខាងស្រីនឹងដូចជាមានអារម្មណ៍ថាយើងស្រឡាញ់គេតែដឹងព្រោះគេធ្វើល្អដាក់យើងនឹងកូនខ្លាំងមែនតើអញ្ចឹងទូស្រីរបស់យើងគាត់កំពុងស្ថិតនៅក្នុងភាពស្ទាក់ស្ទើរអ្នកនរគ្នាដោយសារគេល្អជាមួយគាត់គេល្អជាមួយកូនគាត់និយាយទៅគឺសັບបុកសັບយ៉ាងទាំងអស់រហូតដល់ធ្វើឲ្យយើងនឹងមានអារម្មណ៍ថាយើងអត់ដឹងថាធ្វើយ៉ាងម៉េចចឹងណាហើយយើងខ្លាចយើងស្រឡាញ់គេចឹងទៅណាមួយឋានៈវិខុសគ្នាតួស្រីយើងគាត់ក៏មានការបែងចែកចឹងទៅមិនហ៊ានខ្លាចលោការសម្រេចចិត្តហ្នឹងគឺសម្រេចចិត្តខុសបន្តមកទៀតអ្នកនរគ្នាដឹងមិនទេគឺថាទូស្រីរបស់យើងអ្នកនរគ្នាគាត់ក៏បានមកជួបជាមួយនឹងមិត្តចាស់នៅសាឡៅនៅផ្សារនេះមិត្តចាស់នេះគេចាំតែសើចចំអកអ្នកនរគ្នាអាមិត្តចាស់ហ្នឹងគឺអាសង្សារចាស់របស់ទូស្រីនឹងឯងគេចាំតែសើចចំអកឲ្យទូស្រីរបស់យើងនិយាយមួយម៉ាត់ទៅដោយសារតែយើងមានកូនអត់ប្តីហើយម្យ៉ាងវិញទៀតគឺយើងបានបោះបង់ចោលគេយើងអត់ព្រមយកគេអញ្ចឹងហើយបានជាគេចេះតែខឹងគុំគួននឹងយើងហើយខ្លួនឯងក៏មិនមែនជាមនុស្សស្មោះត្រង់អីដែរអញ្ចឹងទៅគឺនាងនោះគេសើចចំអកទូស្រីចេះស្នាល្អទូស្រីថាគាត់មានប្តីហើយប្តីរបស់គាត់គឺទូប្រុសនឹងឯងណាលាក់បាំងគេកុហកគេនិយាយពីទូប្រុសតែហ៊ានប្រឈមមុខមួយទូប្រុសទេចៃដន្យទូប្រុសយើងនឹងក្រោយខ្នងទូស្រីថាអូយសូមវល់ជួយខ្ញុំម្ដងទៅណាគឺខ្ញុំចូលជាកុហកហើយអញ្ចឹងណាទូប្រុសយើងគាត់ក៏ជួយអញ្ចឹងទៅបានថាជួយគ្នាទៅមកអញ្ចឹងទៅហើយកូនរបស់ទូស្រីវិញអ្នកនរគ្នាអើយនិយាយពីស្រឡាញ់ចូលចិត្តទូប្រុសឡើងគេចង់បានឪពុកដែលសង្ហាគេចង់បានឪពុកក្រក់ទេហើយចាំទូប្រុសយើងសង្ហាហើយឆ្លាតដូចគ្នាទៀតពេលហ្នឹងគឺទូស្រីយើងទៅនៅក្នុងផ្ទះរបស់ទូប្រុសណាលោកតាឲ្យនៅក្នុងបន្ទប់ជាមួយគ្នាយប់ហ្នឹងទូស្រីយើងលបូតកសែងនៅកណ្ដាលមុខទូប្រុសយើងអ្នកនរគ្នាហើយស៊ីកាមេរ៉ាសខ្មៅថតទូប្រុសក្រឹបតែម្ដងតែដេកអត់លក់ទេដោយសារអីយើងមនុស្សស្រីតែដេកបន្ទប់លើក្រែមួយគេហើយទូស្រីយើងគាត់តែងតែមានអារម្មណ៍ថាគាត់មិនមែនជាមនុស្សស្រីស្អាតស្អំទេណា5ឆ្នាំមុនគាត់បានកូន4នាក់ហើយ5ឆ្នាំ6ឆ្នាំក្រោយនេះគាត់បានជាខលខូចជាមួយប្រុសម្នាក់នឹងម្ដងទៀតទាំងគាត់ពេលនេះគឺកំពុងតែស្ទាក់ស្ទើរចិត្តជាមួយនឹងទូប្រុសអញ្ចឹងហើយគាត់មានអារម្មណ៍ថាគាត់ជាមនុស្សស្រីមិនស្អាតស្អំវាអត់មានកន្លែងណាស័ក្តិសមមួយទូប្រុសសោះអញ្ចឹងណាទូស្រីយើងគាត់គិតបែបហ្នឹងអ្នកនរគ្នាហើយទូប្រុសរបស់យើងគាត់មានតែគិតអញ្ចឹងអីដោយសារគាត់ជាមនុស្សតែមួយអ្នកនរគ្នាអញ្ចឹងគឺគាត់បានលាក់បាំងទូស្រីរបស់យើងអញ្ចឹងហើយគាត់មិនបានគិតរឿងស្អាតស្អំអីគាត់គិតរឿងសំថាទូស្រីរបស់យើងគឺស័ក្តិសមធ្វើជាប្រពន្ធរបស់គាត់អញ្ចឹងទៅហើយគាត់រកឱកាសប្រាប់ទូស្រីយើងប្រមាណដងអ្នកនរគ្នាប៉ុន្តែវាអត់មានឱកាសបាននិយាយអីសោះតែម្ដងណាដោយសារតែទូស្រីយើងគាត់បញ្ញាប់រហូតហើយឥឡូវនេះអ្នកនរគ្នាពីរអ្នកគាត់ត្រូវដើរសម្ដែងប្រាប់គេថាជាប្តីប្រពន្ធសំខាន់គឺលោកតានឹងឯងតែពិតទូប្រុសយើងគាត់រកឃើញហើយថាទូស្រីយើងគឺជាមនុស្សស្រីដែលគាត់ស្រឡាញ់ជាប្រពន្ធរបស់គាត់នៅតែទូស្រីរបស់យើងឯងគាត់បោកទូប្រុសបោកពីអាបិទមុខមកពីអាអត់បិទមុខដល់ពេលហើយមនុស្សជាមនុស្សតែមួយទៀតហើយឥឡូវនេះទូស្រីយើងជួបជាមួយនាងសៀនទេណានាងសៀនហ្នឹងគឺជានារីដែលគេមកឌឺដងផ្លែផ្កាទូស្រីយើងមិញទាំងខ្លួនឯងគឺកំពុងតែមានជំងឺកាមរោគប៉ុន្តែគឺបែរជាមកដៀលទូស្រីយើងសាហាវខ្លាំងមែនតើការមានជំងឺកាមរោគអ្នកនរគ្នាដោយសារយើងមានដៃគូច្រើនពេកអញ្ចឹងណាហើយការស្ម័គ្រចិត្តខ្លួនឯងផងមិនបានការពីអញ្ចឹងទៅដល់ពេលហើយនាងហ៊ន់ដែលត្រូវប្អូនទូប្រុសនឹងក៏ត្រូវនាងនឹងចាក់រោគឲ្យស្អប់ទូស្រីយើងដែរ
ហើយឥឡូវនេះគេរកឃើញតួគេកំពុងតាមដានតួស្រីរបស់យើងគេគិតថាតួស្រីយើងគឺមិនមែនជាមនុស្សល្អទេគេចង់ប្រាប់ម្ដាយរបស់តួប្រុសថាកុំឲ្យតួប្រុសយើងយកតួស្រីសោះគេនឹងគឺជាមនុស្សដែលស័ក្តិសមជាមួយតួប្រុសបំផុតដល់ហើយអ្នកនរគ្នាតាមពិតតួប្រុសយើងក៏ដឹងរឿងទាំងអស់នឹងឯងក៏អត់និយាយហើយដល់ពេលហើយអ្នកនរគ្នាសម្រាប់តួស្រីរបស់យើងវិញណាពេលនេះគាត់ក៏បានណាត់គ្នាជាមួយនឹងបរិះបិទមុខដើម្បីនិយាយគ្នាគាត់ចង់ប្រាប់បរិះបិទមុខថាអញ្ចេះគាត់លែងចង់បានលុយហើយយើងឈប់តាក់ទងគ្នាទៅព្រោះពេលនេះគាត់មានមនុស្សដែលគាត់ស្រឡាញ់ហើយតែបរិះបិទមុខនឹងអត់ព្រមអ្នកនរគ្នាស្របពេលដែលតួស្រីយើងកំពុងនៅជាមួយគ្នានាងសិនសៀនហ្នឹងណានឹងគ្នាគេបាក់ពួកគេក៏មកតន់អ្នកនរគ្នាហើយគេចោទប្រកាន់តែតួស្រីយើងមានសហាយផិតក្បត់ស៊ីយូអញ្ចឹងណាតែពិតស៊ីយូទូប្រុសជាមនុស្សតែមួយទេណាពីរនាក់តែមួយហើយដល់ហើយអញ្ចឹងទៅអ្នកនរគ្នាតួប្រុសយើងក៏វាយអាដិតសង្សារចាស់តួស្រីយើងនឹងដល់កតួប្រុសយើងគាត់ក៏មុតរបួសដោយសារតែជួយតួស្រីយើងដែរពេលដែលកំពុងរុំរបួសនៅមន្ទីរពេទ្យតួស្រីយើងគាត់ក៏វិលមុខហើយក៏ទៅពេទ្យពិនិត្យឃើញថាគាត់មានកូនម្ដងទៀតពេលដែលគាត់មានផ្ទៃពោះម្ដងទៀតអ្នកនរគ្នាគាត់មានអារម្មណ៍ថាគាត់ខុសខ្លាំងមែនតើហើយបើសិនជាគាត់ត្រូវទៅដូចថាគាត់ត្រូវតែទៅយកតួប្រុសតែគាត់ធ្វើមិនណាហើយអតីតសង្សារតួស្រីវិញគេបរោរឿងតួប្រុសដករបាំងមុខចេញខ្លាចបដ ாய் ព្រោះវាកំពុងលេងខុសមនុស្សចង់និយាយចឹងណាហើយតួស្រីយើងនៅពេលដែលគាត់មានកូនជាមួយនឹងបរោបិទមុខម្ដងទៀតគាត់ក៏បានបដិសេធជាមួយនឹងតួប្រុសគាត់ថាគាត់រៀបការជាមួយគាត់អត់ស្រឡាញ់ទេហើយគាត់ក៏អត់ចង់ពាក់ព័ន្ធមួយតួប្រុសដែរគាត់ក៏សម្រេចចិត្តដាក់ពាក្យលេងលះដែលលិខិតលីឈប់ពីការងារចឹងទៅព្រោះគាត់មិនតាមចុះសម្បត្តិពីទេគាត់មានអារម្មណ៍ថារត់ស្នេហ៍ឃើញហើយប៉ុន្តែខ្លួនគាត់វាអត់ស្អាតសោះយើងអត់ស័ក្តិសមមួយគេអ្នកនរគ្នាយើងឆ្លងកាត់មនុស្សប្រុសយើងឆ្លងកាត់ការមានកូនដោយមិនបានការហើយមនុស្សប្រុសគេជាបរិះល្អស្អាតស្អំហើយបើសិនយកយើងហើយតើញាតិភូមិគេនឹងនិយាយដើមគ្នាមិនខ្លះយើងមានអារម្មណ៍ថាបើយើងនៅវិន័យយកគឺអាត្មានិយមខ្លាំងយើងអត់គួរធ្វើចឹងទេអ្នកនរគ្នាទោះស្រីយើងគាត់គិតបែបហ្នឹងបានជាគាត់បដិសេធហើយបន្តមកទៀតអ្នកនរគ្នាតួស្រីរបស់យើងនោះគាត់ក៏ត្រូវបាននាងស៊ីនហ្នឹងណារួមវាកំពុងតែដើរបង្ខូចសំអុយឈ្មោះរបស់តួស្រីសំអុយប្រាប់ណាមប្រាប់នាងគ្រាន់ហន់ហើយនៅម៉ែរបស់តួប្រុសដើម្បីកុំឲ្យតួប្រុសរបស់យើងយកតួស្រីហើយតួប្រុសរបស់យើងអ្នកនរគ្នាគាត់ក៏បានប្រាប់ម្ដាយគាត់ថានេះរឿងរបស់គាត់ទេណាគាត់ដោះស្រាយបានហើយក៏ប្រាប់ថាតួស្រីយើងគឺជាប្រពន្ធរបស់គាត់គឺជាបរិបិទមុខម្នាក់ហ្នឹងតួប្រុសរបស់យើងគាត់ក៏បានប្រាប់គេគ្រប់គ្នាត្រង់ថាអញ្ចឹងប៉ុន្តែអ្នកនរគ្នាតួស្រីយើងបែរជាយល់ឃើញថាតួប្រុសយើងគឺកំពុងតែព្យាយាមការពារកិត្តិយសឲ្យគាត់អញ្ចឹងគាត់អត់ចង់ឲ្យទូប្រុសរបស់យើងនឹងខុសទេដូចថាអត់ចង់ឲ្យទូប្រុសរបស់យើងគឺអាម៉ាស់មុខទេគាត់នៅតែសម្រេចចិត្តបដិសេធទូប្រុសរបស់យើងប៉ុន្តែទូប្រុសរបស់យើងគាត់ថាចេះគាត់បាននិយាយលេងទេដល់តែពេលចេញផុសតាមមកទូស្រីយើងខឹងនេះលោកទុកខ្ញុំដូចជាតួកាផ្លែងមែនហើយដែលលោកធ្វើអញ្ចឹងដាក់ខ្ញុំលោកបានបំផ្លាញជីវិតបំផ្លាញអនាគតបំផ្លាញវាសនារបស់ខ្ញុំធ្វើឲ្យខ្ញុំរងការឈឺចាប់មិនមែនម្ដងពីរដងទេវាច្រើនដងហើយខ្ញុំពិតជាឈឺចាប់ខ្ញុំពិតជាអាម៉ាស់ខ្លាំងណាស់ពេលហ្នឹងទូស្រីយើងគាត់បដិសេធមិនទទួលយកទូប្រុសទេគាត់មានអារម្មណ៍ថាគាត់ឈឺចាប់ហើយនៅត្រូវបានគេបោកប្រាស់អញ្ចឹងវាជារឿងអយុត្តិធម៌បំផុតសម្រាប់មនុស្សស្រីដូចជាគាត់ហើយអ្នកនរគ្នានៅពេលហ្នឹងទូស្រីយើងគាត់ប្រកាយគាត់កិច្ចពីទូប្រុសរហូតតែទូប្រុសរបស់យើងគាត់តាមទូស្រីរហូតទោះបីចំណិតភ័ក្រទូស្រីយើងបញ្យល់ច្រើនប៉ុណ្ណាក៏ដោយហើយកូនគេសឹកត្រូវការឪពុកអ្នកនរគ្នាគេអាចដែលមានកណិតថានឹងចង់បាត់បង់ឪពុកទេប៉ុន្តែណាទូស្រីរបស់យើងក្បាលរឹងមានអ្នកអ្នកនរគ្នាបើសិនជាយើងក៏ឈឺចាប់ដែរយើងក៏ខ្មាស់ដែរណាវាមានអារម្មណ៍ថាយកឯងធ្វើធ្លុកកំ pl ែងហើយឥឡូវនេះម៉ែរបស់ទូស្រីនិងឪពុកគាត់ក៏ជាដែលថាជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងណាជាអញ្ចឹងទៅហើយជាដោយសារទូប្រុសយើងជួយទៀតហើយកូនហ្នឹងគឺទូប្រុសរបស់យើងក៏នាំមកលេងអញ្ចឹងទៅដល់មកលេងអញ្ចឹងទៅឪម៉ែក៏សប្បាយចិត្តឃើញទូស្រីយើងមានប្តីមានអីល្អអញ្ចឹងណាទូស្រីយើងមិនទាន់លើកលែងទោសឲ្យទូប្រុសទេហើយទូប្រុសរបស់យើងគាត់ក៏ព្យាយាមលួងគាត់ថាគាត់ដឹងតែគាត់ខុសគាត់មានចេតនាធ្វើអាក្រក់ដាក់ទូស្រីទេប៉ុន្តែធ្វើម៉េចបើគាត់ជ្រុលអញ្ចឹងហើយគាត់ក៏សុំទោសទូស្រីអញ្ចឹងទៅដល់ពេលឃើញទូស្រីយើងមានអ្នករឹងរូសពេកកូនគេក៏ព្យាយាមជួយឲ្យគេទៅបញ្ចុកបស៊ីធ្វើម៉េចឲ្យម៉ែគេត្រូវគ្នាអញ្ចឹងណាហើយទូស្រីរបស់យើងពេលហ្នឹងគាត់រៀងញាក់រៀងដូចថានេះដែរតែពិតយើងស្រឡាញ់គេស្រឡាញ់គ្រាន់តែយើងមានអារម្មណ៍ថាវាខ្មាស់នៅពេលដែលគេបោកប្រាស់យើងនេះយើងយកពីប្រុសម្នាក់នេះទៅប្រាប់ប្រុសម្នាក់នោះយកប្រុសម្នាក់នោះប្រាប់ប្រុសម្នាក់នេះហើយមនុស្សនឹងមនុស្សតែមួយទៀតបើយើងមានអារម្មណ៍ខ្មាស់ណាស់អ្នកនរគ្នាអាហ្នឹងគាត់ថានិយាយដើមគេនិយាយប៉ះមនុស្សតែមួយវាខ្មាស់ចឹងឯងឥឡូវនេះណាកាដាមអាចខ្ចប់ភ្លើងចិត្តទេគាត់មានកូនមួយគ្នាដល់តែ2ដងហើយអវៈមុនក៏ភ្លោះអវៈក្រោយនេះក៏ភ្លោះអញ្ចឹងហើយបានថាសម្រាប់ចិត្តរៀបការគ្រួសារទាំងអស់គេសប្បាយចិត្តជាមួយគ្នាសឹងអីហ្នឹងណាដល់ពេលទូស្រីយើងព្រមរៀបការហើយអ្នកនរគ្នាគាត់កំពុងគិតថាចេះអើយធ្វើមិនចេះនេះបរិះម្នាក់នឹងមើលទៅរយរឹងផងណាអត់ចេះផ្អែមល្ហែមផងដល់ពេលហើយអញ្ចឹងទៅពេលដែលគាត់ស្លៀកឈុតរៀបការអ្នកនរគ្នាអើយទូប្រុសរបស់យើងក៏មកលួងលោមផ្អែមល្ហែមហ្មងប្រពន្ធគាត់ស្អាតគ្រប់កន្លែងនឹងឯងអ្នកណាក៏មិនស្អាតដូចជាប្រពន្ធរបស់គាត់ដែរទូស្រីធ្វើមនុស្សនេះសម្ដីផ្អែមណាស់ឆាណាហើយចុះលើកលែងទោសឲ្យ
ម្ដងហាក់ដល់សង្សារទូស្រីនោះក៏គេមកសុំទូស្រីយើងរៀបការដែរអាណាគេភ្លើនោះគេមានកូនមួយគ្នាឡើង4ហើយភ្លោះអានៅក្នុងពោះក៏ភ្លោះទៀតហើយអានេះអ្នកមានឯងអ្នកក្រអាណាគេយកចោលសាច់សវ៉ាឆ្អឹងនេះមិនធ្វើចឹងទេអ្នកនរគ្នាអើយតែឥឡូវតាសាច់ក៏គេយកសឆ្អឹងក៏គេយកដែរគេមិនចោលទាំងអស់នឹងឯងដល់ហើយទូស្រីរបស់យើងគាត់ក៏រៀបការមួយទូប្រុសផ្លូវការឥឡូវពោះនោះកាន់តែធំទៀតហើយអ្នកនរគ្នាដល់វគ្គត្រូវកើតកូនទី2វគ្គ2ទៀតហើយមិនមែនកូនទី2នេះកូនវគ្គ2ព្រោះវគ្គមុន4ណាអញ្ចឹងវាត្រូវកូនវគ្គ2ម្ដង